ក្នុងវីដេអូនេះខ្ញុំមកចែករំលែកអ្នកនរគ្នាពី tip មួយចំនួនដែលជួយឲ្យយើងទទួលបាននិទេសល្អទៅលើមុខវិជ្ជារូបវិទ្យាបានក្នុងការប្រឡងបាក់ឌុបនៅពេលខាងមុខហ្នឹងអញ្ចឹងយើងត្រូវដឹងថាក្នុងមុខវិជ្ជារូបវិទ្យានេះគឺមាន8មេរៀនដែលគេអាចចេញនៅក្នុងការប្រឡងបាក់ឌុបទី1គឺទ្រឹស្ដីសន្តិភាពញោមស្មានទី2ច្បាប់ទី1នៃ thermodynamic ទី3គឺម៉ាស៊ីនទី4គឺមេរៀនរលកទី5គឺតកតងទៅនឹងចំពោះចុងក្រោយដែលនឹងកម្លាំងម៉ាញ៉េទិកទី6គឺអង្ឌីសអេឡិចត្រូម៉ាញ៉េទិកទី7គឺអូតូអង្ឌីសហើយទី8គឺស៊ីគ្វីចរន្តឆ្លាស់អញ្ចឹងក្នុង8មេរៀនហ្នឹងគឺខ្ញុំរ៉ែតឲ្យស៊ីគ្វីចរន្តឆ្លាស់ជាមេរៀនដែលរៀងពិបាករៀនជាងគេបន្ទាប់ពីស៊ីគ្វីចរន្តឆ្លាស់មកគឺរលកមេរៀនរលកក៏ពិបាករៀនដែរប៉ុន្តែលំហាត់រលកគេចេញមកគឺងាយស្រួលឯមេរៀនហ្នឹងពិបាករៀនមែនប៉ុន្តែភាគច្រើនលំហាត់រលកចេញមកគឺអត់ពិបាកទេគេគ្រាន់តែឲ្យសមាតកម្មហើយយើងសរសេរចេញជាសមីការរលកឬក៏គេឲ្យសមីការរលកមកហើយយើងកណនីហោអ្វីដែលគេសួររហ្នឹងទៅអញ្ចឹងយើងមើលថាតើពីឆ្នាំ2014ដល់2024ហ្នឹងគឺមេរៀនណាដែលចេញញឹកញាប់ជាងគេអញ្ចឹងយើងឃើញថាមេរៀនទ្រឹស្ដីសន្តិភាពញោមស្មាននេះគឺគេចេញជារៀងរាល់ឆ្នាំមិនដែលខានមួយឆ្នាំណាទេ2014រហូតមកដល់24គឺគេចេញជារៀងរាល់ឆ្នាំតែម្ដងអញ្ចឹងអ្នកទាំងគ្នាត្រូវតែយកចិត្តទុកដាក់ទៅលើមេរៀនទ្រឹស្ដីសន្តិភាពញោមស្មាននឹងតាមសំណួរធ្វើតាមលំហាត់ដោយសារតែវាអត់ដែលខានមួយឆ្នាំណាទេខានឆ្នាំ2021ដោយសារ2020កើតបានប្រឡងហើយច្បាប់ទី1តាម thermodynamic នេះក៏គេអាសាចេញដូចគ្នាដែរមេរៀនម៉ាស៊ីនក៏ដូចគ្នាដែរអញ្ចឹងចំពោះទី1តើតងទ្រឹស្ដីសន្តិភាពញោមស្មានច្បាប់ទី1អ្នកតាម thermodynamic ហើយមេរៀនម៉ាស៊ីនហ្នឹងអ្នកនរគ្នាគួរតែធ្វើលំហាត់ឲ្យបានច្រើនតើតងទៅនឹង3មេរៀនហ្នឹងដោយសារតែគេចេញជារៀងរាល់ឆ្នាំអត់ដែលសូវខានទេជាពិសេសគឺមេរៀនទី1ទី2នេះតែម្ដងហើយមេរៀនទី4តើតងនឹងរលកអ្នកនរគ្នានឹងឃើញថាវាពិបាករៀនដោយសារតែវាមានសមីការញ៉ៃតើតងទៅនឹងកូសហើយនឹងសិនស្តៀងទៅនឹងមេរៀនគណិតវិទ្យានៅក្នុងត្រៃកោណមាត្រប៉ុន្តែលំហាត់រលកចេញមកអ្នកនរគ្នាអាចទៅមើលបានមានឆ្នាំ2017 21 22ហើយ24ហ្នឹងគេចេញមកលំហាត់រលកហ្នឹងអត់ពិបាកខ្លាំងទេអ្នកនរគ្នាឲ្យតែអ្នកគ្នាយល់បានប្រហែលជា40% នៃមេរៀនរលកហ្នឹងអ្នកគ្នាអាចធ្វើលំហាត់រលកហ្នឹងបានហើយមេរៀនទី5ទី6ទី7ទី8វាតកតងទៅនឹងចំពោះចុងក្រោយនៃមេរៀនក្នុងកម្មវិធីសិក្សាទី12ហ្នឹងគឺដែលនឹងកម្លាំងម៉ាញ៉េទិកនេះគឺគេអាសាចេញដូចគ្នាដែរអ្នកនរគ្នាមេរៀនហ្នឹងគឺវាអត់ពិបាកទេប៉ុន្តែវាមានរូបមន្តច្រើនអញ្ចឹងអ្នកនរគ្នាចំពោះមេរៀនហ្នឹងវារៀងមធ្យមដែរមិនស្រួលក៏មិនពិបាកខ្លាំងចំពោះអង្ឌីសអេឡិចត្រូម៉ាញ៉េទិកនេះគឺយើងឃើញថាវាចេញតិចមែនតើតកតងទៅនឹងផ្លូចតកតងទៅនឹងចរន្តអន្តរជាតិហ្នឹងគឺគេអត់សូវមានចេញទេមានចេញ2017ហើយ2019ប៉ុន្តែយើងឃើញថាវាខានចេញយូរហើយអញ្ចឹងវាអាចលេចឡើងនៅក្នុងឆ្នាំ2025ហ្នឹងដែរចំពោះអូតូអង្ឌីសនេះមានតកតងនឹងអង្ឌីតង់អញ្ចឹងតកតងនឹងរឿងអង្ឌីតង់អីហ្នឹងគឺគេអាសាចេញមែនតើខ្ញុំឃើញថាមានសឹងថាឆ្នាំដែរតកតងនឹងមេរៀនទី7អូតូអង្ឌីតង់ហ្នឹងហើយមេរៀនទី8នេះវារៀងពិបាកវាស្មុគស្មាញច្រើនតម្រូវឲ្យយើងហ៊ានជាមួយនឹងគ្រូបានច្រើនទៅយើងចេះហើយទាមទារឲ្យគ្រូចេះបរិញ្ញាបត្របានគុណសិស្សហ្នឹងអាចចាប់បានអញ្ចឹងស៊ីគ្វីចរន្តឆ្លាស់នេះក៏គេឃើញអាសាចេញដែរនេះជាពិសេស3ឆ្នាំចុងក្រោយពីឆ្នាំ2022 23 24គឺគេចេញជារៀងរាល់ឆ្នាំតកតងនឹងស៊ីគ្វីចរន្តឆ្លាស់អញ្ចឹងអ្នកទាំងគ្នាដឹងហើយថាយើងមានអសល់ពេលប្រហែលជា10សប្តាហ៍ទៀតតម្រុំទៅដល់ពេលប្រឡងបាក់ឌុបចូលមកអញ្ចឹងខ្ញុំ recommend ឲ្យអ្នកទាំងគ្នាធ្វើដូចទៅនឹងមុខវិជ្ជាគណិតមុនហ្នឹងអញ្ចឹងខ្ញុំបាន share នៅនឹង tip ក្នុងការរៀនគណិតអីអញ្ចឹងចំពោះមេរៀនទី1នេះគឺខ្ញុំឲ្យពេលអ្នកទាំងគ្នាមួយសប្តាហ៍ទៅដើម្បីក្នុងការរៀនទី2ក៏អញ្ចឹងទី3ក៏អញ្ចឹងដែរចំពោះទី4មេរៀនតកតងនឹងរលកខ្ញុំ recommend ឲ្យអ្នកគ្នារៀនក្រោយគេមានន័យថាយើងសល់ពេលយើងបកមកមើលរលកហ្នឹងដោយសារតែវាមានភាគរយទាបដែរនៅក្នុងការចេញអញ្ចឹងអ្នកទាំងគ្នាអាចទុកវានៅពេលក្រោយបានតកតងនឹងមេរៀនទី5នេះអ្នកទាំងគ្នាត្រូវទៅមើលនេះអាមេរៀនទី5ត្រូវធ្វើលំហាត់វាឲ្យបានមួយសប្តាហ៍ដូចគ្នាដែរអ្នកទាំងគ្នាដោយសារតែយើងឃើញស្រាប់ហើយថាវាមានចេញស្ទើរជារៀងរាល់ឆ្នាំដែរខានប្រហែលឆ្នាំទេអញ្ចឹងមេរៀនដែលនឹងកម្លាំងម៉ាញ៉េទិកនេះគឺអ្នកទាំងគ្នាត្រូវទៅធ្វើលំហាត់វាឲ្យបានច្រើនដូចគ្នាហើយតកតងនឹងលំហាត់ដែរអ្នកទាំងគ្នាមិនបាច់ទៅមើលនៅសភៅណាផ្សេងទេធ្វើលំហាត់នៅក្នុងសភៅពុំនឹងឲ្យអស់សិននៅគ្រាន់តែដោយសារតែខ្ញុំឃើញថាក្នុងសភៅពុំទី12រូបវិទ្យាយើងហ្នឹងគឺលំហាត់វាមានច្រើនឲ្យយើងខ្លាំងមែនតើអញ្ចឹងធ្វើទៅលំហាត់ក្នុងសភៅហ្នឹងបើសិនអ្នកគ្នាធ្វើលំហាត់ក្នុងសភៅហ្នឹងចេះអស់ហើយគឺ yes ការប្រឡងហ្នឹងអ្នកគ្នា secure ហើយចំពោះមេរៀនទី6តកតងទៅនឹង additional electromagnetic នេះក៏ខ្ញុំ recommend អ្នកគ្នាទៅក្រោយគេដែរវាអត់សូវជាចេញបានទេមេរៀនអង្គត additional នេះអ្នកទាំងគ្នាត្រូវទៅឲ្យបានច្រើនដូចគ្នាគឺធ្វើលំហាត់ឲ្យបានមួយសប្តាហ៍ទៅលំហាត់តកតងទៅមេរៀន auto additional ហ្នឹងចំពោះ ស៊ីគ្វីចរន្តឆ្លាស់នេះអ្នកទាំងគ្នាគួរតែចំណាយពេលរៀនច្រើនតិចទៅលើវាដោយសារតែការប៉ះទៅមិនវាបានបន្ទុកច្រើនជាងគេអីទេគឺដោយសារតែវាពិបាករៀនមេរៀនហ្នឹងតែអ្នកគ្នាកុំយកពាក្យពិបាកដាក់ក្នុងខួរក្បាលច្រើនពេកគេរៀនចេះយើងក៏រៀនចេះដែរស៊ីគ្វីចរន្តឆ្លាស់ហ្នឹងគ្រាន់តែវាមានច្រើនផ្នែក
មាន LC មាន LC អីចឹងតែដែលធ្វើឲ្យយើងមានភាពសុខស្មានជាងមេរៀនដទៃទៀតអញ្ចឹងអ្នកគ្នាគួរតែចំណាយពេលថា2សប្តាហ៍ចុះទៅលើមេរៀនហ្នឹងអញ្ចឹងគឺ1សប្តាហ៍2សប្តាហ៍3សប្តាហ៍4សប្តាហ៍5សប្តាហ៍7សប្តាហ៍អញ្ចឹង7សប្តាហ៍ទៅលើមេរៀនហ្នឹងអញ្ចឹងអ្នកគ្នាអាចបកមកមើលតើតងទៅនឹងរលកហើយចុងក្រោយគេគឺតើតងទៅនឹង auto addition sorry ចុងក្រោយគេគឺតើតងទៅនឹង addition electromagnetic អញ្ចឹងអ្នកគ្នាអាចសង្កេតមើលបានថាមេរៀនណាដែលគេអក្សរចេញយើងត្រូវតែមើលមេរៀនហ្នឹងឲ្យបានច្រើនដូចជា3មេរៀនខាងលើនេះត្រូវតែមើលជាដាច់ខាតហើយមេរៀនទី5នេះក៏ត្រូវតែមើលដែរទី7ទី8នេះក៏ដូចគ្នាដែរហើយមួយទៀតខ្ញុំចង់ប្រាប់តែអ្នកគ្នាថាមេរៀនលំហាត់រូបវិទ្យាអីនេះអ្នកគ្នាត្រូវតែរៀនជាមួយគ្រូទៅចេះបើសិនជាអ្នកគ្នារៀនខ្លួនឯងអ្នកគ្នានឹងយល់ថាវា complicated ខ្លាំងណាស់យើងមើលទៅឃើញថាធ្វើយើងខ្ជិលរៀនហ្មងអញ្ចឹងអ្នកគ្នាត្រូវតែរៀនជាមួយគ្រូឲ្យបានច្រើនហើយមកដល់ពេលនេះខ្ញុំគិតថាគ្រូផាយជីគាត់ផាក់មកដល់មេរៀន Secret ច្រើនឆ្លាស់ឬក៏មានគ្រូខ្លះគាត់ចាប់ផ្ដើមបរៀនវិញ្ញាសាអ្នកគ្នាគាត់ឆ្ងល់ហើយថាគ្រូរៀនទៅដល់មេរៀនខាងចុងក្រោយគេបាត់ហើយនឹងតែនឹងទៅ start ចេញពីមេរៀនទី1មកយ៉ាងមិនកើតអញ្ចឹងឲ្យអ្នកគ្នាបើសិនជាអ្នកគ្នាបានរៀនខ្លះតាក់ទងទៅនឹងមេរៀនកន្លងមកពីមេរៀនទី1ដល់ទី8នឹងមួយគ្រូមិនថារៀនគួរឬក៏រៀនរត់ទេអ្នកគ្នាប្រកាសជាយល់យ៉ាងហើយនោះក៏30-40% ទៅតាក់ទងទៅនឹងមេរៀនទាំងអស់ហ្នឹងដែរលោកតែអ្នកគ្នាអត់មើលមេរៀនអត់ដែររៀនយកចិត្តទុកដាក់ទៅលើរូបវិទ្យានឹងសោះចូលឲ្យអ្នកគ្នាទៅទេស្អាតប៉ុន្តែបើយើងបានតាមដានពីដើមឆ្នាំមកដែរហើយមកដល់ពេលហ្នឹងអ្នកគ្នាអត់សូវយល់អូខេអ្នកគ្នាអាច start over again បានមានន័យថាយើងអាច start មេរៀនទី1នេះយើងចាប់ដើមមើលរូបមន្តមេរៀននឹងឡើងវិញទៅហើយអ្នកគ្នារៀនធ្វើលំហាត់បន្ទាប់មកយើងប្រកាសជាមានកន្លែងណាដែលយើងអត់សូវយល់ក៏ដូចជាអ្នកគ្នាអាចទៅមើលកំណែលំហាត់ដែលអ្នកគ្នារៀនធ្វើហ្នឹងហើយអត់សូវយល់ទៅទៅនឹងកំណែហ្នឹងអញ្ចឹងគឺយើងមានតែវិធីមួយទេគឺយើងយកទៅសួរគ្រូដែលគាត់បរៀនយើងមិនថានៅក្នុងម៉ោងរៀនរត់ឬក៏ម៉ោងរៀនគួរទេនៅពេលដែលយើងរៀនចប់មកហើយចេញទៅផ្ទះនោះយើងទៅនិយាយសុំសួរគាត់ទៅថាលោកគ្រូអ្នកគ្រូខ្ញុំមានចំណុចកន្លែងនេះដាក់យល់តកតងទៅនឹងមេរៀនឧទាហរណ៍ថាមេរៀនរលកឬក៏តកតងទៅនឹង auto addition ខ្ញុំអត់សូវយល់ពីចំណុចនេះកន្លែងនេះហេតុអីបានជាលំហាត់នឹងឃើញដំណោះស្រាយមកគេធ្វើអញ្ចឹងខ្ញុំគិតថាលោកគ្រូអ្នកគ្រូគាត់មិនកំណាញ់ក្នុងការប្រាប់យើងទេឲ្យតែយើងចេះសួរគាត់ដោយទន់ភ្លន់អន់តំតូនទៅគាត់ប្រកាសជារីករាយនៅក្នុងការប្រាប់យើងហើយព្រោះថ្នាក់ទី12គ្រូនីមួយគឺគាត់ចង់ឃើញសិស្សជោគជ័យហើយទទួលបានលទ្ធផលល្អទៀតអញ្ចឹងខ្ញុំគិតថាគាត់មិនកំណាញ់ទេក្នុងការពន្យល់ប្រាប់យើងឲ្យតែយើងមានចិត្តចង់រៀនហើយសួរគាត់ដោយក្តីគោរពអញ្ចឹងលំហាត់រូបវិទ្យានេះខ្ញុំប្រាប់ឲ្យអ្នកទាំងអស់គ្នាបើសិនជាយើងអត់យល់អ្នកគ្នាចាំបាច់ត្រូវទៅសួរគេអាចថាសួរមិត្តភ័ក្តិហើយបើសិនជាមិត្តភ័ក្តិអាចជួយយើងបានយើងត្រូវតែទៅសួរលោកគ្រូអ្នកគ្រូព្រោះថាបើសិនជាយើងខំព្យាយាមរៀនខ្លួនឯងសតវាពិបាកនឹងរៀនខ្លាំងដោយសារតែរូបវិទ្យាវាមានរូបមន្តច្រើនហើយជាពិសេសដូចតកតងទៅនឹងមេរៀនរលកហើយនឹង Secret ច្រើនឆ្លាស់នេះអ្នកគ្នាគួរតែតាមដានរៀនជាមួយនឹងគ្រូឲ្យបានច្រើនប៉ុន្តែដោយសារតែយើងចិត្តអស់ពេលហើយដូចខ្ញុំប្រាប់អញ្ចឹងនៅពេលដែលយើងទៅមើល flow នៃមេរៀននីមួយៗអស់ហ្នឹងហើយអត់យល់កន្លែងណាយើងត្រូវទៅ note ទុកហើយយកទៅសួរគ្រូនៅពេលដែលយើងរៀនចប់ម៉ោងជាមួយគាត់ដើម្បីឲ្យគាត់បញ្យល់យើងឲ្យច្បាស់ជាងមុនហើយរូបវិទ្យាអ្នកនរគ្នាអាចសាញនៅក្នុងការរៀនវាដោយសារតែវាមានរូបមន្តច្រើនជាងពីមេរៀនមួយទៅមេរៀនមួយទៀតវាខុសពីគីមីវាមានរូបមន្តត10-20បើសិនជាចេះត10-20រូបមន្តហ្នឹងយើងអាចធ្វើលំហាត់គីមីបានទាំងអស់ហើយប៉ុន្តែរូបវិទ្យាអត់ចឹងទេមេរៀនទ្រឹស្ដីនៃសៀវវិទ្យាស្មាននេះមានរូបមន្តផ្សេងមេរៀនច្បាប់ទី1 thermodynamic មានរូបមន្តផ្សេងម៉ាស៊ីនរូបមន្តផ្សេងហើយចូលមកដល់តកតងទៅនឹងមេរៀនដែរនឹងកម្លាំងម៉ាញ៉េទិកមេរៀនម៉ាញ៉េទិកហ្នឹងមានរូបមន្តផ្សេងទៀតហើយកាន់តែច្រើនទៀតអញ្ចឹងទាមទារឲ្យអ្នកទាំងគ្នាត្រូវតែធ្វើលំហាត់ឲ្យបានច្រើនទើបអ្នកគ្នាអាចចាំរូបមន្តហើយនឹងដឹងពីគិលកលៈនៃការយករូបមន្តមកប្រើដោយសារតែរូបវិទ្យាអ្នកគ្នាត្រូវដឹងបំរាប់ដែលគេប្រាប់ទៅទាញរូបមន្តមកដាក់បានបើសិនជាយើងទៅអង្គុយទិញទាំងអស់គឺយើងវល់ហើយចុងក្រោយអត់ចាំអីទេអញ្ចឹងយើងមើលរូបមន្តទស្សនវិជ្ជាទី1ស្មានមកហើយយើងធ្វើលំហាត់វាឲ្យបាន20លំហាត់ទៅហើយច្បាប់ទី1 thermodynamic យើងធ្វើឲ្យបាន20លំហាត់ដែរអញ្ចឹងក្នុងមួយមេរៀនហ្នឹងអ្នកគ្នាទស្សនវិជ្ជាទី1ស្មាននេះយើងរៀនធ្វើឲ្យបាន20លំហាត់មកច្បាប់ទី1 thermodynamic នេះក៏20ដែរទៅហើយម៉ាស៊ីននេះ20ដែរមកចំពោះរលកនេះអ្នកគ្នាអាចរៀនធ្វើប្រហែលជាឲ្យបាន10លំហាត់អីទៅដោយសារតែវាអត់សូវចេញដែរទេហើយលំហាត់វាចេញក៏ស្រួលដែរមេរៀនកម្លាំងដែរនឹងកម្លាំងម៉ាញ៉េទិកនេះធ្វើឲ្យបាន20លំហាត់ដែរមកហើយមេរៀន auto addition នេះអាចរៀនធ្វើវាថា10លំហាត់ចុះហើយមេរៀន auto addition នេះក៏ត្រូវធ្វើឲ្យបានយ៉ាងតិចក៏20លំហាត់ដូចគ្នា Secret ច្រើនឆ្លាស់ក៏រៀនធ្វើឲ្យបាន20លំហាត់ដែរទៅប៉ុន្តែតាមខ្ញុំចាំគ្រូគាត់ក៏មិនសូវបរៀនច្រើនដែរតែต้องទំនងលំហាត់ Secret ច្រើនឆ្លាស់ដោយសារតែមេរៀននឹងគឺលំហាត់វាពិបាកច្រើនដែរអញ្ចឹងបើដាក់លំហាត់កាន់តែច្រើនវាកាន់តែបាក់ឆ្នៃក្នុងមួយសប្តាហ៍នេះអ្នកគ្នារៀនធ្វើទស្សនវិជ្ជាទី1ស្មាននេះត្រូវធ្វើយ៉ាងតិចណាស់ក៏ត្រូវបាន20លំហាត់ដែរដូចគ្នាដែរមេរៀនទី2ទី3ទី5ទី7ទី8ហ្នឹង
អញ្ចឹងត្រូវធ្វើយ៉ាងហោចណាស់បាន20លំហាត់ក្នុងមួយមេរៀនហើយនៅសល់ពេលប្រហែលទៀតដែលនៅសេសសល់បន្ទាប់ពីរៀនទាំង8មេរៀនទាំងអស់ហើយយើងយកទៅអនុវត្តវិញ្ញាសាចាស់ក្នុងរូបវិទ្យានឹងដែលមានចាប់ពីឆ្នាំ2014ដល់2024នឹងវាមាន10ឆ្នាំនោះអ្នកគ្នាយកមករៀនធ្វើមកហើយផ្ទៀងម៉ោងផងដើម្បីរៀនធ្វើវិញ្ញាសាដើម្បីយើងដឹងថារយៈពេល1ម៉ោងកន្លះខាងវិទ្យាសាស្ត្រគឺមានរយៈពេល1ម៉ោងកន្លះទៅលើរូបវិទ្យាអញ្ចឹងយើងមើលថាតាមម៉ោងកន្លះហ្នឹងតែយើងអាចធ្វើអស់ដែរទេដូចជាមាន6ទៅ7រម៉ាំងក្នុងរូបវិទ្យាបូកទាំងសំណួរទៀតសំណួរអាចមាន2ឬ3ហើយលំហាត់អាចមាន4ឬ5បើមានលំហាត់2បើមានសំណួរ2លំហាត់អាចមាន5ឬក៏សំណួរ3លំហាត់អាចមាន4អញ្ចឹងទៅអញ្ចឹងអ្នកគ្នាក្នុងវីដេអូនេះខ្ញុំមានមកចែកអ្នកគ្នាទៅប៉ុណ្្នឹងឯង